អានុទិនបានជាប់ឆ្នោតមិនទាន់ទាំងបានប្រមាណថ្ងៃផងឥឡូវនេះគេក៏បានជាប់មីនទៀតហើយគេបានអះអាងថាតាហ៊ានគេចំនួន3នាក់គឺបានជាប់មីននៅក្នុងខេត្តឧត្តរមានជ័យតាហ៊ានម្នាក់បានដាច់ជើងចំណែកតាហ៊ាន2នាក់ទៀតកំពុងតែសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យវាច្បាស់ហើយប្រសិនបើតាហ៊ានរបស់អ្នកចេះតែដើរចូលជ្រៅទៅក្នុងទឹកដីរបស់គេគឺច្បាស់ជាមានជាប់មានចាស់ជាមិនខានបងប្អូនគ្រាន់តែគិតពិចារណាមើលទៅព្រៃបានស្ងាត់អស់ជិត2ខែគ្រាន់តែឈ្នះការបោះឆ្នោតហើយភ្លាមក៏ជាប់មានភ្លាមនេះវាគឺជាល្បែងរបស់ព្រៃឥឡូវនេះយើងមិនដឹងច្បាស់នោះទេថាតើព្រៃនឹងគេនឹងធ្វើបែបណាបន្ទាប់ពីជាប់មានរួចលើពីនេះទៀតអនុទិនបាននិយាយថាគាត់នឹងលុប MOU 44នេះគឺជាឯកសារដែលនិយាយអំពីព្រំដែនសមុទ្ររវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ2001ជាមួយនឹងលោកថាក់ស៊ីន MOU 44នេះវាក៏មានពាក់ព័ន្ធជាមួយនឹងឧស្ម័នធម្មជាតិនៅក្រោមសមុទ្រផងដែរដែលវាមានតម្លៃចំនួន$300ពាន់លាននេះខ្ញុំគិតថាប្រទេសព្រៃនឹងប្រហែលជាចង់លើកទៅបាក់យកទាំងអស់តែឯងហើយបងប្អូនកងទ័ពជើងទឹកកម្ពុជាគឺមិនអាចទប់ទល់ឈ្នះព្រៃនឹងបានទេព្រៃនឹងគេមាននាវាដឹកឧទ្ធម្ភាគចក្រនិងដឹកយន្តហោះតូចៗចំនួន1គ្រឿងនិងនាវាចម្បាំងធំៗចំនួន7គ្រឿងចំណែកឯកម្ពុជានៅពេលនេះគឺមានត្រឹមតែនាវាបែបដានល្បាតប្រភេទធំៗដែលមានកាំភ្លើងតែប៉ុណ្ណោះប៉ុន្តែក្នុងពេលអនាគតចិននឹងឲ្យនាវាចម្បាំងធុនស្រាចំនួន2គ្រឿងមកកម្ពុជាដែលហៅថាថៃ56ប៉ុន្តែប៉ុណ្នេះគឺមិនគ្រប់គ្រាន់អាចយកឈ្នះព្រៃនឹងបានទេព្រោះនាវាចម្បាំងរបស់ព្រៃធំខ្លាំងហើយជាប្រភេទធនធ្ងន់មានច្រើនគ្រឿងតែទោះបីជាយ៉ាងណាគេឲ្យវាក្របបែកជាងអត់ថៃ56នេះវាក៏មានមីស៊ីលប្រឆាំងនាវាដែរដែលវាផ្ទុកបាន4មីស៊ីលលើពីនេះទៀតវាមានប្រព័ន្ធការពារដែនអាកាសចំនួន8មីស៊ីលផងដែរប៉ុន្តែប្រសិទ្ធភាពវាបានប៉ុណ្ណាគឺយើងមិនដឹងនោះទេវាប្រៀបដូចជាប្រព័ន្ធការពារដែនអាកាស KS-1C ដែលកម្ពុជាបានទិញពីចិនអញ្ចឹងរ៉ាដាចាប់យន្តហោះចម្បាំង F-16 មិនបានទេតើវានឹងមានអ្វីកើតឡើងនៅក្នុងឆ្នាំ2026យើងមិនបានដឹងច្បាស់ពីផែនការរបស់ព្រៃថានឹងយ៉ាងម៉េចខ្លះនោះទេប្រទេសមួយគួរតែពឹងផ្អែកទៅលើច្បាប់អន្តរជាតិនិងប្រើការទូតដើម្បីដោះស្រាយបញ្ហាចំនួនពិតមែនប៉ុន្តែចុងក្រោយអ្វីដែលប្រទេសមួយគួរតែផ្អែកទៅលើខ្លាំងជាងគេបំផុតនោះវាគឺជាយោធារបស់ខ្លួនឯងដើម្បីសម្រេចបានសន្តិភាពច្បាប់អន្តរជាតិវាមានតម្លៃលុះត្រាតែប្រទេសណាមួយនៅក្នុងនឹងគេសុខចិត្តបញ្ជូនកងកម្លាំងរបស់គេទៅជួយអនុវត្តច្បាប់នឹងតែបើគ្មានបែបនឹងទេគ្មានកងកម្លាំងណាគេចេញមកជួយនោះច្បាប់អន្តរជាតិនឹងវាគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះមួយពិភពលោកនៅពេលនេះគឺកំពុងតែឈានចូលទៅក្នុងសន្តិភាពពិភពលោកថ្មីអ្នកខ្លាំងនឹងធ្វើអ្វីដែលគេចង់ធ្វើតាមតែអំពើចិត្តចំណែកឯអ្នកដែលទន់ខ្សោយនឹងត្រូវទទួលបានភាពរងទុក្ខដែលនឹងធ្លាក់មកលើខ្លួនកម្ពុជានឹងមានការសម្រេចចិត្តដ៏លំបាកមួយតើផ្លូវមួយណាដែលខ្លួនត្រូវតែជ្រើសរើសដើម្បីការពារទឹកដីរបស់ខ្លួន